Okay, let's go. បាទជំរាបសួរបងប្អូនទាំងគ្នានេះគឺជាសកម្មភាពជាងជំនាញរបស់ពួកយើងចុះតមិនតនិនថែទាំមើលម៉ាស៊ីនលាងចានខណៈអាជីវកម្មកន្លែងទៀតហើយមានបងប្អូនច្រើនមែនទែនគាត់តែងតែសួរថាបងម៉ាស៊ីនលាងចានហ្នឹងពេលខ្ញុំទិញទៅមានជាងទៅតឡាងខ្ញុំអត់មានជាងទៅជួសជុលមានគ្រឿងបន្លាស់ខ្ញុំចង់និយាយថាបងប្អូនមើលទៅក្នុងវីដេអូនេះដឹងហើយរាល់ការទិញទៅពីពួកយើងមានសេវាកម្មទាំងថែទាំងតមទាំងជួសជុលមានគ្រឿងបន្លាស់ហើយម៉ាស៊ីនពួកយើងមានទាំងតូចទាំងធំហើយមានបងប្អូនច្រើនមែនទែនគាត់នៅតែមិនហ៊ានក្នុងការទុកចិត្តក្នុងការទិញម៉ាស៊ីនលាងចានយកទៅប្រើប្រាស់ខ្ញុំចង់ប្រាប់ថាបងប្អូនទាំងគ្នាមានបងប្អូនយើងច្រើនមែនទែនដែលគាត់បានទិញម៉ាស៊ីនលាងចានពីពួកយើងទៅហើយយកទៅប្រើប្រាស់ឃើញថាគាត់ចំណេញទាំងពេលវេលាចំណេញទាំងលុយកាក់ហើយអត់ហត់ចិត្តទៀតទេដោយសារបងប្អូនជាម្ចាស់អាជីវកម្មដឹងហើយពេលដែលលក់ដាច់ណាចានគឺសំខាន់មែនទែននៅពេលដែលពងលក់ដាច់អស់ចានប្រើប្រាស់ចានប្រឡាក់ពេញនឹងអត់មានអ្នកលាងគឺពិបាកមែនទែនអញ្ចឹងបងប្អូនទាំងគ្នាបងប្អូនអាចទិញម៉ាស៊ីនលាងចានយកទៅប្រើប្រាស់ហើយអ្វីដែលពិសេសក្នុងវីដេអូនេះខ្ញុំចង់ប្រាប់ថាឥឡូវពួកយើងបើកសេវាកម្មមួយទៀតគឺជួលម៉ាស៊ីនលាងចានជូនបងប្អូនអញ្ចឹងបើសិនជាបងប្អូនចង់បានមិនហ៊ានក្នុងការទិញភ្លាមបងប្អូនអាចជួលម៉ាស៊ីនយើងសាកក្នុងការប្រើប្រាស់មួយខែពីរខែសាកមើលបានពួកយើងក៏មានសេវាកម្មក្នុងការជួលម៉ាស៊ីនជូនបងប្អូនដែរអញ្ចឹងនេះគឺជាលទ្ធផលពេលដែលយើងមិនតនិនថែទាំហើយយើងមើលថាចាននៅតែលាងស្អាតដដែលអញ្ចឹងអរគុណច្រើនសម្រាប់បងប្អូនដែលទស្សនាមើលវីដេអូនេះ